ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកចែកម្លែកធ្វើមេជី LAB បាទបងប្អូននេះទឹកអង្គផ្អាប់ទឹកអង្គផ្អាប់នេះបងប្អូនឃើញនេះពីភាគ3បាទនេះពីភាគ3ខ្ញុំទៅសេពីភាគ3ឃើញនៅក្រោមនឹងតិចតួចអីទេវាមេជីបាទមេជីនេះមេជីវាស្ទើរតែបន្តិចទេប៉ុន្តែអីនេះក្រិតអញ្ចឹងមកភាគពីភាគ3ភាគអញ្ចឹងទឹកអង្គផ្អាប់ដើម្បីធ្វើមេជីបានគឺយើងផ្អាប់ពី4ទៅ7ថ្ងៃពី3ទៅ7ថ្ងៃប៉ុន្តែនេះខ្ញុំផ្អាប់ពី4ម៉ោង3ថ្ងៃនេះដើម្បីធ្វើ YHM ទេតែដោយសារតែខ្ញុំមានទឹកអង្គផ្អាប់4ថ្ងៃហើយពេលនោះគឺខ្ញុំទុកចិត្តយកទឹកអង្គផ្អាប់នេះខ្ញុំឲ្យលើសថ្ងៃដល់ថ្ងៃនេះថ្ងៃទី10អញ្ចឹងចំនួន6ថ្ងៃទឹកអង្គផ្អាប់ចំនួន6ថ្ងៃនេះដើម្បីយកមកផលិតជាមួយនឹងទឹកដោះគោស្រស់បាទដោះគោស្រស់នេះគឺរសជាតិផ្អែមបាទអញ្ចឹងខ្ញុំមកផលិត Meiji LAB ឬក៏ Lactic Acid Battery បាទហើយដោយសារតែនៅក្នុងនេះគឺវាអត់មានការអត់មានអីទេបាទជាទូទៅគឺគ្រូឲ្យចម្រោះបើតែតាមកម្មវិធីរបស់Natural Farming គឺយើងចម្រោះហើយចាំយើងយកមកលាយជាមួយនឹងទឹកដោះគោស្រស់ដោយទឹកដោះគោស្រស់នេះចំនួន1លីត្រទឹកអង្គផ្អាប់នេះចំនួន 100cc ឬក៏យើងហៅថាទឹកអង្គផ្អាប់ 100cc ទឹកដោះគោស្រស់1លីត្រ1សមាមាត្រ10ន័យថាប្រើទឹកអង្គផ្អាប់នេះចំនួន10លីត្រទឹកដោះគោស្រស់នេះចំនួន10លីត្របាទបងប្អូននេះគឺទឹកដោះគោស្រស់ប៉ុន្តែយើងយករសជាតិផ្អែមបាទនេះរសជាតិផ្អែមមកធ្វើបាទអញ្ចឹងខ្ញុំធ្វើនេះគឺនេះទឹកដោះគោលើកដំបូងដែលខ្ញុំធ្វើប៉ុន្តែខ្ញុំធ្លាប់ធ្វើយូរហើយច្រើនដងប៉ុន្តែខ្ញុំប្រើទឹកដោះគោផ្សេងបាទនេះខ្ញុំមិនសាកបងប៉ុន្តែយើងយករសជាតិផ្អែមមកធ្វើខ្ញុំចាក់ធម្មតាហ្នឹងទឹកដោះគោហ្នឹងពីដាក់10គីឡូវល់ទឹកបាន8លីត្រអញ្ចឹង8ចែកឲ្យ3បាន2.6ដើម្បីបាន2ភាគ3នេះ8ចែកឲ្យ3បាន2.66អញ្ចឹង2.66វាទៅ5លីត្រ200cc បាទ5លីត្រ 200cc ប៉ុន្តែអញ្ចឹងខ្ញុំត្រូវប្រើនេះទឹកដោះគោស្រស់នេះឬក៏បាទចំនួន5ដបមិញ4ដបប៉ុន្តែខ្វះខ្ញុំទៅទិញទៀតណាអញ្ចឹងខ្ញុំធ្វើដោយសារខ្ញុំភ្លេចគិតមើលពីដងនេះវាធំតូចកាលមុនពីដង7លីត្រទេតែនេះពីដង8លីត្របាទវាជាក់ដង8លីត្រប៉ុន្តែវាដាក់ទម្ងន់បាន10គីឡូអញ្ចឹងត្រូវដាក់នេះហើយទឹកដោះសម្រាប់ទឹកអង្គផ្អាប់យើងបន្ថែមដូចគ្នាបន្ថែមមកនេះត្រូវចំនួនថែម 500cc វាបានអានេះបូកនឹង450cc ទៀតវាត្រូវឡើង5លីត្រ7 5លីត្របាទហ្នឹងហើយអាចដាក់5លីត្រក៏បានដែរប៉ុន្តែបញ្ហាទេបាទហ្នឹងណាលើសប៉ុណ្ណេះបន្តិចក៏បានដែរបញ្ហាទេបាទអញ្ចឹងខ្ញុំគិតជាក់ស្ដែងអាចដាក់5លីត្រតែម្ដងបងប្អូននេះទឹកអង្គកន្លះលីត្រហើយនេះគឺទឹកដោះគោស្រស់ចំនួន5លីត្រអញ្ចឹង1សមាត្រ10មានន័យថាទឹកអង្គផ្អាប់ចន្លោះពី3ទៅ7ថ្ងៃនេះចំនួនកន្លះលីត្រហើយទឹកដោះគោស្រស់ឬទឹកដោះគោជូរនឹងចំនួន5លីត្រហ្នឹងណានេះជារូបមន្តគោលគេហើយយើងចាក់ហ្នឹងគឺយើងចាក់សភាពធម្មតាហ្នឹងឯងបាទយើងអត់បាច់គោយើងអីទេបាទហើយពេលយើងចាក់ហើយយើងយកទុកក្នុងម្លប់មិនឲ្យត្រូវកម្ដៅថ្ងៃមិនឲ្យត្រូវទឹកភ្លៀងទេដាច់ខាតអាហ្នឹងហ្នឹងវាជាក្បួនបាទជាក្បួនរបស់ Natural Farming អញ្ចឹងប៉ុណ្្នឹងអានេះយើងតបមកគឺយើងនេះលើសតែប្រហែលសង់ទីម៉ែត្រទេប៉ុន្តែខ្ញុំវត្តអាក្រិតតែនឹងវាក្រោមបន្តិចទេប៉ុណ្ណេះគឺវាត្រូវឲ្យលើសប្រហែលជា2សង់ទីម៉ែត្រអត់បញ្ហាណាបាទហ្នឹងបាទបានក្រិតប៉ុណ្ណេះហ្នឹងកាន់តែពិសេសល្អមែនទែនដូចថាទាំងប៉ុណ្ណេះអត់បញ្ហាពីពោះអានេះវាមកភាគហើយអាខាងក្រោមនេះវា2ភាគអញ្ចឹង2ភាគ3ឬក៏1ភាគ3ភាគ1អញ្ចឹងណាបាទប៉ុន្តែគេហៅ2ភាគ3បើន័យថាយើងធ្វើបាន2ភាគទុក1ភាគបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងយក Meiji LAB បាទនេះដល់ពីមុនគឺ LAB នឹងឯងអញ្ចឹងកាលណាតែយើងប្រើផលិត LAB នេះគឺយើងដាក់ LAB នេះគឺវាល្អណាស់បាទសម្រាប់ Meiji សរីរាង្គទឹក LAB ឬក៏ Lactic Acid Battery នេះខ្ញុំដាក់ថាទី1របាងទី1នៅលេខ1បើន័យថានេះនៅពេលដែលយើងផលិតយើងនឹងឃើញ2ហ្នឹងបើន័យថារវាង Lactic Acid Battery និង Protein បាទជួនកាលLactic Acid Battery វារាងពណ៌លឿងបន្តិចហ្នឹងវានៅចន្លោះកណ្ដាលប៉ុណ្ណេះមកបាទជួនកាល Lactic Acid Battery ហ្នឹងវាមកនៅខាងលើហ្នឹងមកជួនកាល Lactic Acid Battery ហ្នឹងវាមកនៅខាងក្រោមហើយ Protein វានៅខាងលើអញ្ចឹងណាហើយនៅពេលនោះខ្ញុំនឹងចែកម្លែកក្បួននៃការបាន Meiji LAB Lactic Acid ហ្នឹងយកទៅប្រើគឺយើងត្រូវមានមួយដំណាក់កាលទៀតគឺលាយជាមួយស្ករបាទលាយជាមួយស្ករហ្នឹងគឺคล้ายទៅជា Meiji LAB ហើយបាទសម្រាប់ការធ្វើនេះខ្ញុំអត់បានបញ្ជាក់អំពីការប្រើប្រាស់ទេដើម្បីកុំឲ្យវីដេអូវាវែងពេកខ្ញុំគ្រាន់តែធ្វើការកត់សម្គាល់ថា
នៅពេលដែលយើងទុកបាទរក្សាទុកនេះគឺក្នុងមួយលុបមិនឲ្យត្រូវកម្ដៅថ្ងៃហើយមិនឲ្យត្រូវទឹកភ្លៀងទេបាទដាច់ខាតគឺមិនឲ្យប៉ះរំកិលទេហើយបងប្អូនសូមមើលនៅក្នុងនេះណាធ្វើថ្ងៃទី10ខែ10ឆ្នាំ2025ចម្រោះគឺចាប់ពីថ្ងៃ14ដល់ថ្ងៃទី15ខែ10 2025បាទទៅសេឲ្យជាក់ឲ្យច្បាស់ចឹងមកដើម្បីកុំឲ្យលើសកុំឲ្យខ្វះបាទខ្វះវាអាចបញ្ហាលើសក៏មានបញ្ហាដែរហើយក៏ខ្ញុំទៅសេបញ្ជាក់ដែរនេះផ្អាប់ចាប់ពី4ទៅ7ថ្ងៃចាំយើងចម្រោះយកទៅលាយបាទអញ្ចឹងអ្វីដែលល្អតាមការស្រាវជ្រាវឬក៏តាមការអនុវត្តមកគឺចន្លោះពីមិនឲ្យលើសពី7ថ្ងៃល្អជាងគេហើយនេះគឺជាមេជីលេខ2បាទបន្ទាប់ពី IMO ណាតាមការបញ្ជាក់តាមការស្រាវជ្រាវរបស់លោកគ្រូកន្លងមកអញ្ចឹងខ្ញុំចែកម្លែកនេះហើយក៏ខ្ញុំអនុវត្តទៅឃើញថាវាល្អមែនបាទអញ្ចឹងណាហើយខ្ញុំបានយកទៅធ្វើវាយឆ្អឹមហ្នឹងហើយអញ្ចឹងបាទនេះគឺជាការចង់ប្រាប់ដល់បងប្អូនទេហាមប៉ះហាមធ្វើវាទាំងអស់បាទហើយមិនបាច់ចាំមកមើលទេបើយើងចង់ចម្រោះយើងគ្រាន់តែដល់ថ្ងៃទីអាយុកាលវាដល់4ថ្ងៃឡើងទៅគឺយើងយកមកចម្រោះបានហើយប៉ុន្តែខ្លាំងជាងគេបញ្ជាក់អញ្ចឹងថាត្រឹម2ថ្ងៃគឺខ្លាំងហើយបាទអញ្ចឹងណាអានេះខ្ញុំចង់បញ្ជាក់ប៉ុណ្្នឹងទេខ្ញុំមិនបានធ្វើលម្អិតទេចាំចូលទៅក្បួននៃការប្រើប្រាស់បាទអរគុណ